បាទទោះបីជាមានបទឈប់បាញ់រវាងឥណ្ឌានិងប៉ាគីស្ថានយ៉ាងណាក៏ដោយក៏ប៉ុន្តែប្រទេសទាំងពីរនេះនៅតែផ្លោងពាក្យសម្ដីទៅវិញទៅមកមិនដាច់នៅឡើយទេបាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាប្រហែលជាបងប្អូនទាំងអស់គ្នាបានដឹងហើយថាថ្មីនេះតែម្ដងគឺប្រទេសឥណ្ឌានិងប្រទេសប៉ាគីស្ថានបានធ្វើការវាយប្រហារគ្នាទៅវិញទៅមកដោយមានការប្រើទ័ពជើងអាកាសនៅក្នុងការបាញ់ចូលទឹកដីគ្នាទៅវិញទៅមកដែលបណ្ដាលឲ្យប្រជាពលរដ្ឋទាំងសងខាងមានការបាត់បង់ជីវិតនិងរងរបួសជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្ទះសម្បែងមួយចំនួនក៏បានខូចខាតដោយសារតែបញ្ហានៃចំនួនរវាងប្រទេសទាំងពីរនេះផងដែរសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយផងបាទសូមអរគុណគួររំលឹកបងប្អូនទាំងអស់គ្នាឲ្យបានដឹងថាបញ្ហាចម្បងដែលធ្វើឲ្យឥណ្ឌានិងប៉ាគីស្ថានមានការចាប់ផ្ដើមបង្កើននៅកំណុងកំភ្លើងក៏ដូចជាការប្រើប្រាស់នៅយន្តហោះចម្បាំងបាញ់គ្នាទៅវិញទៅមកនោះក៏ដោយសារតែឥណ្ឌាខឹងប្រទេសប៉ាគីស្ថានដោយគិតថាប្រទេសប៉ាគីស្ថានគឺអ្នកផ្សំគំនិតជាមួយនឹងក្រុមឧទាមដែលបានចូលទៅសម្លាប់បាញ់ប្រជាពលរដ្ឋឥណ្ឌានៅតំបន់ឥណ្ឌាកាស្មៀររហូតដល់ចំនួន26នាក់ដែលវាជាទង្វើឬក៏ហេតុការណ៍មួយដែលប្រទេសឥណ្ឌាមិនអាចអត់ធ្មត់និងអត់ឱនឲ្យបានដែលជាហេតុធ្វើឲ្យឥណ្ឌាបើកការវាយប្រហារទៅប្រទេសប៉ាគីស្ថានតែម្ដងដែលយើងសម្លឹងមើលប្រទេសប៉ាគីស្ថានទៅវិញនៅពេលដែលឃើញឥណ្ឌាមានការបាញ់បោះចូលទៅក្នុងទឹកដីរបស់ខ្លួនដែលបណ្ដាលឲ្យប្រជាពលរដ្ឋរបស់ខ្លួនរងរបួសនិងស្លាប់ក៏ដូចជាមានការខូចខាតទៅលើហេដ្ឋារចនាសម្ព័ន្ធផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរបស់ខ្លួនប្រទេសប៉ាគីស្ថានបានបើកការវាយប្រហារសងសឹកជាមួយនឹងប្រទេសឥណ្ឌាវិញតែម្ដងដែលវាជាហេតុធ្វើឲ្យពិភពលោកបានមានបញ្ហាឬក៏បានធ្វើឲ្យពិភពលោកទាំងមូលនៅមានកង្វល់យ៉ាងខ្លាំងអំពីប្រទេសទាំងពីរនេះក៏ដោយសារតែប្រទេសទាំងពីរនេះសិតសឹងតែជាប្រទេសមហាអំណាចផ្នែកសពាវុធឬក៏មានអាវុធនុយក្លេអ៊ែររៀងខ្លួនតែម្ដងបើសិនណាប្រទេសទាំងពីរនេះមានការវាយប្រហារដោយការប្រើអាវុធធនធំនោះវាពិតជាធ្វើឲ្យប៉ះពាល់ទៅដល់ប្រទេសនៅក្នុងតំបន់ក៏ដូចជាពិភពលោកយើងនេះតែម្ដងក៏ប៉ុន្តែថ្មីនេះតែម្ដងប្រទេសទាំងពីរក៏បានស្រោះស្រួលនៅក្នុងការឯកភាពគ្នានៅក្នុងការបញ្ឈប់នៅបទឈប់បាញ់រៀងខ្លួនតែម្ដងដែលធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់ជិតព្រំដែននៃប្រទេសទាំងពីរបានវិលទៅផ្ទះសម្បែងរបស់ខ្លួនក៏ដូចជាមានការប្រកបរបរចិញ្ចឹមជីវិតរៀងខ្លួនតែម្ដងក៏ប៉ុន្តែបើទោះបីជាប្រទេសទាំងពីរនេះបានបញ្ឈប់នៅបទឈប់បាញ់រវាងគ្នាយ៉ាងណាក៏ដោយក៏ប៉ុន្តែប្រទេសឥណ្ឌានៅតែបង្ហើយនៅសម្លេងរបស់ខ្លួនថាបើសិនណាបើមានបញ្ហាកើតឡើងដោយមានការបាញ់សម្លាប់ទៅលើប្រជាពលរដ្ឋរបស់ខ្លួននៅតំបន់កាស្មៀរក្តីឬក៏តំបន់ណាក្តីដែលកើតឡើងដោយពួកសកម្មជនឬក៏ពួកឧទាមដែលស្ថិតនៅក្នុងប្រទេសប៉ាគីស្ថាននោះប្រទេសឥណ្ឌានឹងមិនលើកលែងឲ្យប្រទេសប៉ាគីស្ថានឡើយហើយនឹងប្រើគ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងណាទាមទាររកនៅយុទ្ធធម៌ដូចជាផ្ដល់នៅភាពសន្តិភាពឲ្យប្រទេសរបស់ខ្លួនតែម្ដងនេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីរបស់ឥណ្ឌាបើយើងសម្លឹងឬក៏យើងមើលទៅប្រទេសប៉ាគីស្ថានវិញនៅពេលដែលឮនាយករដ្ឋមន្ត្រីរបស់ឥណ្ឌាបានលើកឡើងមកដូចនេះប្រទេសប៉ាគីស្ថានបានធ្វើការឆ្លើយតបទៅឥណ្ឌាវិញដោយដាច់អហង្ការថានេះវាគ្រាន់តែជាលេសនៅក្នុងការច្បាមយកនៅក្នុងការវាយប្រហារមកលើប្រទេសប៉ាគីស្ថានតាមរយៈប្រទេសឥណ្ឌានោះទេក៏ប៉ុន្តែប្រទេសប៉ាគីស្ថាននឹងនៅតែរក្សាជំហរនៅក្នុងការចរចាប្រសិនណាបើឥណ្ឌាចង់ចរចាដោយលក្ខណៈសន្តិវិធីប្រទេសប៉ាគីស្ថាននឹងទទួលស្វាគមន៍នៅក្នុងការចរចាទាំងអស់ព្រមក៏ប៉ុន្តែបើសិនណាបើប្រទេសឥណ្ឌាមានការឆ្លើយតបឬក៏ការបាញ់ដោយសភាវុធនោះប្រទេសប៉ាគីស្ថាននឹងមិនអោបដៃឈរមើលនៅក្នុងការទន្ទ្រាននៅក្នុងប្រទេសរបស់ខ្លួននោះទេប្រទេសប៉ាគីស្ថាននឹងឆ្លើយតបទៅតាមការប្រើអាវុធដូចជាប្រមាណថ្ងៃនេះផងដែរអញ្ចឹងយើងទាំងអស់គ្នានឹងចាំតាមដានមើលបន្ថែមទៀតតើបញ្ហាឬក៏ស្ថានភាពនៅក្នុងប្រទេសទាំងពីរនេះនឹងទៅជាយ៉ាងណាប្រទេសបងប្អូនទាំងពីរនេះនឹងអាចស្វែងរកតុចរចាឬក៏ធ្វើឲ្យមានភាពស្ងប់ទៅវិញតែម្ដងឬក៏ធ្វើឲ្យចំហាយឬក៏បំផ្ទុះនៃកំហឹងរវាងប្រទេសទាំងពីរនេះបានកើតឡើងបន្តទៀតនឹងមានការប្រើអាវុធធនធំឬក៏យ៉ាងណាយើងទាំងអស់គ្នានឹងចាំតាមដាននិងសង្កេតមើលទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលា